តើអ្នកជឿទេថាយុវតីម្នាក់ដែលមានមុខមាត់ស្រស់ស្អាតដោយទេពអប្សរមានអនាគតដ៏ភ្លឺស្វាងនិងមានឪពុកគឺជាមន្ត្រីអនុវត្តច្បាប់ប៉ុន្តែបែរជាត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតទាំងវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសអាសង់ទីនដោយសារតែវត្ថុតាងសម្បកគ្រាប់ទំហំ9មីលីម៉ែត្រចំនួន2គ្រាប់អ្វីដែលគួរឲ្យតក់ស្លុតគឺវាជាអាវុធរបស់ឪពុកនាងផ្ទាល់យុវតីដ៏ស្រស់ស្អាតរូបនេះធ្លាប់លេចធ្លោដោយសារសម្រស់នាងធ្លាប់ទទួលបានការគ្រងមកុដជាម្ចាស់ក្សត្រីនៃពិធីបុណ្យប្រចាំទីក្រុងមួយប៉ុន្តែនៅពីក្រោយរូបភាពដ៏ស្រស់ស្អាតរបស់នាងវាគឺពោពេញដោយល្បិចកលនិងចិត្តកាចសាហាវនៅទីបំផុតអ្វីៗត្រូវបានបញ្ចប់ដោយសារស្នេហាដ៏ក្មេងខ្ចីតើមានអាចកំបាំងអ្វីលាក់បាំងនៅពីក្រោយស្នេហាក្មេងខ្ចីមួយនេះវីដេអូថ្ងៃនេះយើងនឹងទៅលាតត្រដាងការពិតរឿងរ៉ាវនេះបានចាប់ផ្ដើមឡើងនៅព្រឹកព្រលឹមថ្ងៃទី29ខែធ្នូឆ្នាំ2017នៅក្នុងទីក្រុង Galagaiju ប្រទេសអាសង់ទីននៅវេលាម៉ោង 5:10 នាទីព្រឹកនៅពេលដែលមនុស្សគ្រប់គ្នាកំពុងតែគេងលង់លក់នៅក្នុងដំណេកស្រាប់តែមានសំឡេងផ្ទុះខ្លាំងៗពីរលើកបានបន្លឺឡើងយ៉ាងច្បាស់កាត់ផ្តាច់ភាពស្ងប់ស្ងាត់នៅលើដងផ្លូវដ៏ងងឹតនិងគ្មានភ្លើងបំភ្លឺត្រឹមតែ1នាទីក្រោយមកអ្នកបើកតាក់ស៊ីម្នាក់ដែលបើកឆ្លងកាត់តំបន់នោះបានប្រទះឃើញទិដ្ឋភាពដែលមិនប្រក្រតីមួយតាមរយៈភ្លើងឡានរបស់គាត់នោះគឺមានម៉ូតូមួយគ្រឿងបានដួលផ្កាជើងនៅក្បែរចិញ្ចើមផ្លូវហើយនៅក្បែរនោះមានមនុស្សម្នាក់កំពុងដេកសន្លប់និងមនុស្សម្នាក់ទៀតកំពុងអង្គុយអោនមើលពីលើដោយសារតែគិតថាគ្រាន់តែជាគ្រោះថ្នាក់ចរាចរណ៍ធម្មតាអ្នកបើកតាក់ស៊ីមិនបានឈប់ភ្លាមនោះទេប៉ុន្តែនៅពេលដែលគាត់ត្រឡប់មកវិញនៅក្នុងរយៈពេលប៉ុន្មាននាទីក្រោយដើម្បីផ្ដល់ជំនួយស្រាប់តែមនុស្សម្នាក់ដែលអង្គុយពីមុននោះបានបាត់ស្រមោលទៅដោយគ្មានសល់តម្រុយអ្វីទាំងអស់នៅលើដីនោះគឺជារាងកាយរបស់យុវជនម្នាក់ឈ្មោះ Fernando Pastorizo អាយុ20ឆ្នាំជើងរបស់គាត់ត្រូវបានសង្កត់ជាប់ដោយម៉ូតូដ៏ធ្ងន់ហើយគាត់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ជាទម្ងន់រហូតមិនអាចសង្គ្រោះជីវិតបានទាន់ពេលវេលាឡើយនៅពេលសមត្ថកិច្ចនិងក្រុមគ្រូពេទ្យមកដល់ Fernando បានបាត់បង់ជីវិតទៅហើយអ្វីដែលពួកគេប្រមូលបានពីកន្លែងកើតហេតុគឺសម្បកគ្រាប់ទំហំ9មីលីម៉ែត្រចំនួន2រីឯទ្រព្យសម្បត្តិមានតម្លៃកាបូបលុយនិងម៉ូតូរបស់ជនរងគ្រោះមិនត្រូវបានបាត់បង់សូម្បីតែមួយកាក់មួយសែនឡើយដែលវាបានជួយឲ្យសមត្ថកិច្ចសន្និដ្ឋានបានភ្លាមថាវាមិនមែនជាករណីប្លន់ឡើយប៉ុន្តែវាជាករណីមានបំណងរៀបចំទុកជាមុននៅព្រឹកដដែលនោះស្របពេលដែលសមត្ថកិច្ចកំពុងពិនិត្យកន្លែងកើតហេតុប៉ូលីសបានទៅជួបម្ដាយរបស់ Fernando ដើម្បីផ្ដល់ដំណឹងដ៏សោកសៅនេះភ្លាមនោះម្ដាយរបស់ជនរងគ្រោះបានទូរស័ព្ទទៅរកយុវតីម្នាក់ដែលគាត់ជឿជាក់ថាជាមិត្តជិតស្និទ្ធបំផុតរបស់កូនប្រុសគាត់អ្នកដែលទទួលទូរស័ព្ទនោះគឺយុវតីម្នាក់អាយុ19ឆ្នាំឈ្មោះថា Nahi Galasa នៅពេលសួរនាំ Nahi បានទទួលស្គាល់ថា Fernando ពិតជាបាននៅជាមួយនាងនៅយប់នោះមែនប៉ុន្តែនាងបានដោះសារថាបន្ទាប់ពីចាកចេញពីនាងមិនដឹងថាគេទៅណាទេហើយឈ្មោះ Nahi មួយនេះនឹងក្លាយជាឈ្មោះដែលអង្រួនទំព័រមុខនៃសារព័ត៌មានព្រហ្មទណ្ឌទូទាំងប្រទេសនៅចុងបញ្ចប់នៃថ្ងៃដដែលនោះ Nahi កើតនៅក្នុងគ្រួសារលំដាប់មធ្យមមួយដែលមានមុខមាត់និងត្រូវបានគេគោរពស្រឡាញ់នៅក្នុងសង្គមឪពុករបស់នាងគឺជាមន្ត្រីអ្នកអនុវត្តច្បាប់ដ៏សកម្មម្នាក់ចំណែកឯម្ដាយរបស់នាងក៏ជាអ្នកធ្វើការនៅក្នុងរង្វង់ច្បាប់ផងដែរនៅក្នុងក្រសែភ្នែករបស់អ្នកក្រុង Nahi គឺជាក្មេងស្រីដ៏លេចធ្លោនិងល្អឥតខ្ចោះម្នាក់នាងមានរូបសម្រស់ស្រស់ស្អាតខ្លាំងរហូតធ្លាប់ទទួលបានការគ្រងមកុដជាម្ចាស់ក្សត្រីនៅក្នុងកម្មវិធីបុណ្យប្រចាំក្រុងមួយនាងធ្លាប់ធ្វើជា model ដើរម៉ូដនិងជានិស្សិតផ្នែកច្បាប់ម្នាក់ដែលមានគោលដៅចង់ក្លាយជាមេធាវីនាពេលអនាគតប៉ុន្តែនៅពីក្រោយរូបភាពដ៏ស្រស់ត្រកាលនិងជីវិតដ៏ស៊ីវិល័យនេះក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា Nahi មានបុគ្គលិកលក្ខណៈដ៏ស្មុគស្មាញនិងគួរឲ្យខ្លាចតាំងពីអតីតកាលនៅរយៈពេល3ឆ្នាំមុនព្រឹត្តិការណ៍នេះនាងធ្លាប់បង្កើតរឿងរ៉ាវបាត់ខ្លួនមួយដោយកុហកឪពុកម្ដាយនិងសមត្ថកិច្ចថានាងត្រូវបានគេចាប់ជំរិតនិងធ្វើបាបប៉ុន្តែក្រោយពេលគ្រូពេទ្យពិនិត្យរាងកាយបែរជាមិនបានឃើញស្នាមរបួសឬសារធាតុមិនប្រក្រតីណាមួយឡើយថ
ថែមទាំងខោអាវរបស់នាងក៏នៅស្អាតស្អំមិនដូចជាមនុស្សដែលត្រូវបានគេចាប់ជំរិតឡើយកាលនោះសំណុំរឿងកុហកបោកប្រាស់នេះត្រូវបានគេបិទចោលស្ងាត់ព្រោះតែឥទ្ធិពលនិងមុខមាត់ឪពុករបស់នាងដែលជាមន្ត្រីប៉ូលីសអនុវត្តច្បាប់ហើយបុគ្គលិកលក្ខណៈពូកែរៀបចំសាច់រឿងនិងកុហកនេះឯងដែលបាននាំឲ្យនាងចូលទៅក្នុងទំនាក់ទំនងស្នេហាដែលជោគជាំដោយជាតិពុលរយៈពេល75ឆ្នាំជាមួយយុវជន Fernando ដែលជាជនរងគ្រោះនៅក្នុងករណីនេះបន្ទាប់ពីភស្តុតាងសម្បកគ្រាប់ទំហំ9មីលីម៉ែត្រត្រូវបានប្រមូលពីកន្លែងកើតហេតុសមត្ថកិច្ចបានដឹងភ្លាមថានេះមិនមែនជាករណីធម្មតាឡើយប្រតិបត្តិការស៊ើបអង្កេតខ្នាតធំមួយត្រូវបានបើកឡើងភ្លាមដើម្បីស្វែងរកមុខសញ្ញាដែលបានបាត់ដានស្រមោលចេញពីកន្លែងកើតហេតុដំរុយដំបូងគេបង្អស់ដែលប៉ូលីសទទួលបានគឺបានមកពីម្ដាយរបស់ជនរងគ្រោះដែលគាត់បានចង្អុលបង្ហាញទៅកាន់យុវតីម្នាក់ដែលធ្លាប់មានភាពជិតស្និទ្ធជាមួយ Fernando ជាងគេនោះគឺកញ្ញាណាហ៊ីនឹងឯងដើម្បីដោះស្រាយមន្ទិលសង្ស័យក្រុមអ្នកស៊ើបអង្កេតបានកោះហៅណាហ៊ីឲ្យចូលមកប៉ុស្តិ៍ប៉ូលីសជាបន្ទាន់ក្នុងនាមជាសាក្សីចុងក្រោយគេបង្អស់ដែលបានឃើញ Fernando នៅរស់នៅក្នុងបន្ទប់សាកសួរយុវតីវ័យ19ឆ្នាំរូបនេះមានភាពស្ងប់ស្ងាត់ហួសពីការស្មាននាងបានរៀបរាប់ប្រាប់សមត្ថកិច្ចដោយទឹកមុខរៀបស្មាថាទំនាក់ទំនងរវាងនាងនិង Fernando គ្រាន់តែជាការរាប់អានធម្មតាជួបគ្នាម្ដងម្កាលនិងមិនមានអ្វីស៊ីជម្រៅឡើយនាងបានបន្ថែមថានៅយប់នោះពួកគេគ្រាន់តែជួបគ្នាដើម្បីដោះដូរឆ្នាំងសាកទូរស័ព្ទរួចក៏បែកគ្នាទៅផ្ទះរៀងៗខ្លួនមើលទៅដូចជាគ្មានអ្វីគួរឲ្យសង្ស័យប៉ុន្តែនៅក្នុងពិភពនៃការស៊ើបអង្កេតពាក្យសម្ដីមិនអាចយកឈ្នះភស្តុតាងបានឡើយដើម្បីផ្ទៀងផ្ទាត់ចម្លើយរបស់នាងក្រុមអ្នកជំនាញបច្ចេកវិទ្យាបានធ្វើការទាញយកទិន្នន័យពីប្រព័ន្ធទំនាក់ទំនងទូរស័ព្ទដៃរបស់ជនរងគ្រោះនិងណាហ៊ីហើយនៅទីនេះឯងដែលការពិតដ៏គួរឲ្យតក់ស្លុតត្រូវបានលាតត្រដាងនិងបានទាត់ចោលពាក្យកុហករបស់ណាហ៊ីទាំងស្រុងតាមរយៈការត្រួតពិនិត្យប្រព័ន្ធ WhatsApp សមត្ថកិច្ចបានរកឃើញសារឆ្លើយឆ្លងគ្នារវាងអ្នកទាំងពីររហូតដល់ទៅជាង 140,000 សារត្រឹមតែក្នុងរយៈពេល1ឆ្នាំចុងក្រោយនេះមានន័យថាពួកគេបានផ្ញើសាររកគ្នាជិត300ដងនៅក្នុងមួយថ្ងៃវាស្ទើរតែ24ម៉ោងលើ24ម៉ោងទៅហើយភស្តុតាង Digital នេះបានបង្ហាញយ៉ាងច្បាស់ដល់ប៉ូលីសថាណាហ៊ីមិនមែនជាមិត្តភក្តិធម្មតាឡើយតែនាងគឺជាមនុស្សម្នាក់ដែលមានឥទ្ធិពលនិងជាប់ពាក់ព័ន្ធយ៉ាងជ្រៅនៅក្នុងជីវិតរបស់ Fernando នៅពេលដែលក្រុមស៊ើបអង្កេតជីកកកាយអានខ្លឹមសារទាំងនោះពួកគេកាន់តែយល់ច្បាស់ពីមូលហេតុដែលនាំឲ្យមានសោកនាដកម្មនេះខ្លឹមសារទាំងនោះមិនមែនជាក្តីស្រឡាញ់ទេប៉ុន្តែវាជាភស្តុតាងនៃការប្រច័ណ្ឌនិងការព្យាយាមគ្រប់គ្រងជីវិតឯកជនគ្នាយ៉ាងខ្លាំងក្លារវាងណាហ៊ីនិង Fernando គឺជាស្នេហាដែលពោរពេញដោយការប្រច័ណ្ឌសមត្ថកិច្ចរកឃើញថាណាហ៊ីតែងតែលួចយកលេខសម្ងាត់ដើម្បីចូលទៅក្នុងគណនីបណ្ដាញសង្គមរបស់ Fernando លួចឆែកទូរស័ព្ទរបស់គេពេលគេគេងលក់និងលុបទំនាក់ទំនងមិត្តភក្តិណាដែលនាងមិនពេញចិត្តមិត្តភក្តិរបស់ Fernando បានផ្ដល់សក្ខីកម្មប្រាប់ប៉ូលីសថារាល់ពេលដែល Fernando ព្យាយាមដើរចេញយុវតីរូបនេះតែងតែប្រើវិធីសាស្ត្រគំរាមកំហែងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដូចជាការគំរាមធ្វើបាបខ្លួនឯងឬគំរាមថានឹងប្តឹងសមត្ថកិច្ចចោទប្រកាន់ថាគេបានប្រើហិង្សាលើនាងដើម្បីបង្ខំឲ្យគេត្រឡប់មកវិញការស៊ើបអង្កេតលើប្រព័ន្ធ Digital និងការសួរចម្លើយមិត្តភក្តិជិតស្និទ្ធបានធ្វើឲ្យរង្វង់នៃការសង្ស័យរបស់សមត្ថកិច្ចបានរួមតូចទៅហើយគោលដៅតែមួយគត់គឺបានធ្លាក់ទៅលើណាហ៊ីប៉ូលីសបានដឹងយ៉ាងច្បាស់ថានាងកំពុងតែលាក់អាថ៌កំបាំងធំមួយអំពីអ្វីដែលបានកើតឡើងពិតប្រាកដនៅយប់នោះដើម្បីយល់ពីមូលហេតុដែលនាំឲ្យមានព្រឹត្តិការណ៍ដ៏រន្ធត់នៅព្រឹកព្រលឹមថ្ងៃទី29នោះក្រុមអ្នកស៊ើបអង្កេតត្រូវតែត្រឡប់ទៅមើលខ្សែបន្ទាត់ពេលវេលានៅរយៈពេល5ថ្ងៃមុនកើតហេតុពោលគឺនៅយប់ថ្ងៃបុណ្យគ្រីស្មាស់ឆ្នាំ2017ភស្តុតាងនិងសក្ខីកម្មដែលប៉ូលីសប្រមូលបានពីមិត្តភ័ក្តិបានលាតត្រដាងពីចំនួនដ៏ធំមួយដែលបានផ្ទុះឡើងនៅក្លឹបកម្សាន្តមួយកន្លែងឈ្មោះថា Bikini Disco នៅយប់នោះយុវតីណាហ៊ីបានព្យាយាមធ្វើឲ្យ Fernando ប្រច័ណ្ឌដោយការបង្ហាញភាពស្និទ្ធស្នាលនិងអោបថើបយុវជនម្នាក់ទៀតនៅចំពោះមុខ Fernando នៅពេល Fernando ព្យាយាមចូលទៅសួរនាំនាងបានរៀបចំសាច់រឿងប្រាប់មិត្តភ័ក្តិរបស់នាងថា Fernando បានធ្វើបាបនាងដែលជាហេតុធ្វើឲ្យមិត្តភ័ក្តិរបស់នាងម្នាក់
ស្ទុះទៅវាយ Fernando មួយដៃចំផ្ទៃមុខសាក់សីនៅកន្លែងកាត់ហេតុបានបញ្ជាក់ថា Fernando មិនបានតបតដោយហិង្សាឡើយគាត់បានត្រឹមតែយំនិងបដិសេធការចោទប្រកាន់ទាំងនោះរឿងរ៉ាវនៅយប់នោះមិនទាន់បញ្ចប់ត្រឹមនេះនោះទេសមត្ថកិច្ចបានរកឃើញសារសម្លេងដែល Fernando ផ្ញើទៅកាន់មិត្តភ័ក្តិនៅព្រឹកបន្ទាប់ដោយរៀបរាប់ទាំងអារម្មណ៍តក់ស្លុតថា Nahi បានលួងលោមគាត់ឲ្យទៅផ្ទះដាច់ស្រយាលមួយរួចនាំគ្នាបង្ខាំងនិងធ្វើបាបគាត់នៅព្រឹកថ្ងៃទី25ធ្នូ Fernando បានទៅផ្ទះមិត្តភ័ក្តិម្នាក់ក្នុងសភាពភ្នែកហើមជាំនិងមានស្នាមរបួសជាច្រើនកន្លែងលើក្បាលដែលមិត្តភ័ក្តិរបស់គាត់បានថតរូបទុកជាភស្តុតាងរូបថតរបួសស្នាមនេះហើយជាភស្តុតាងច្បាស់ក្រឡែតដែលបានបង្ហាញប៉ូលីសថាទំនាក់ទំនងនេះបានដើរដល់ចំណុចបែកបាក់ដែលមិនអាចត្រឡប់ក្រោយបានឡើយការឈឺចាប់និងការរងហិង្សាផ្លូវកាយនៅយប់នោះបានធ្វើឲ្យ Fernando ដាច់ចិត្តយ៉ាងដាច់អហង្ការថានឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយ Nahi ជារៀងរហូតគាត់មានអារម្មណ៍ធូរស្រាលនិងត្រេកអរទៅវិញនៅពេលដែល Nahi បានប្លុកការតាក់ទងរបស់គាត់ទាំងអស់គ្រប់កម្មវិធីបណ្ដាញសង្គមក្នុងការស្វែងរកសេរីភាពពិតប្រាកដនិងដើម្បីគេចចេញពីការតាមរំខាន Fernando បានដាក់ពាក្យបន្តការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅទីក្រុងមួយផ្សេងទៀតគាត់មានបំណងទៅឲ្យឆ្ងាយពី Nahi ហើយមានផែនការបដូរទីលំនៅទៅទីនោះនៅក្នុងខែកុម្ភៈឆ្នាំ2018សម្រាប់ Fernando ការចាក់ចេញទៅទីក្រុងថ្មីគឺជាក្តីសង្ឃឹមតែមួយគត់ដើម្បីរលាស់ខ្លួនចេញពីការគ្រប់គ្រងរបស់ Nahi ប៉ុន្តែអ្វីដែល Fernando មិនបានដឹងនោះគឺរយៈពេលសេរីភាពរបស់គាត់មានត្រឹមតែ4ថ្ងៃប៉ុណ្ណោះព្រោះមុខសញ្ញាដែលគាត់កំពុងតែព្យាយាមគេចចេញនោះមិនព្រមលែងដៃគាត់ដោយងាយៗឡើយនៅយប់ថ្ងៃទី28ខែធ្នូឆ្នាំ2017ភាពស្ងប់ស្ងាត់ត្រូវបានបំបែកនៅពេលដែល Nahi បានតាក់ទងទៅ Fernando ម្ដងទៀតដោយយកលេសសុំយកឆ្នាំងសាកទូរស័ព្ទដែលនាងអះអាងថាបានភ្លេចនៅផ្ទះរបស់ Fernando ទោះបីជាបានសម្រេចចិត្តបែកគ្នាហើយក្តីប៉ុន្តែដោយសារភាពទន់ជ្រាយនិងចិត្តរាប់អាន Fernando នៅតែព្រមជិះម៉ូតូមកជួបនាងដល់ផ្ទះទាំងកណ្ដាលអាធ្រាត្រភស្តុតាងដ៏សំខាន់បំផុតមួយដែលប៉ូលីសប្រមូលបានគឺវីដេអូកាមេរ៉ាសុវត្ថិភាពនៅខាងក្រៅផ្ទះរបស់ Nahi វីដេអូនោះបានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពរបស់អ្នកទាំងពីរចាក់ចេញពីផ្ទះជាមួយគ្នានៅលើម៉ូតូដោយ Fernando ជាអ្នកបើកបរចំណែកឯ Nahi អង្គុយនៅខាងក្រោយនៅក្នុងដៃរបស់ Nahi មានកាន់អាវរងាមួយតាមរយៈការផ្គុំភស្តុតាងក្រុមអ្នកស៊ើបអង្កេតបានដឹងថានៅក្នុងអាវរងានោះគឺមានលាក់ទុកនៅអាវុធខ្លីមួយដើមរបស់ឪពុកនាងបានលួចយកវាពីលើទូទឹកកកម៉ូតូបានធ្វើដំណើរតម្រង់ទៅផ្លូវមួយដែលជាផ្លូវដ៏ស្ងាត់ជ្រងំនិងគ្មានភ្លើងបំភ្លឺនេះគឺជាខ្សែបន្ទាត់ពេលវេលាចុងក្រោយបង្អស់មុនពេលសម្លេងផ្ទុះខ្លាំងៗពីរលើកបានបន្លឺឡើងនៅវេលាម៉ោង 5:10 នាទីព្រឹកហើយបន្សល់ទុកត្រឹមតែសម្បកគ្រាប់ទំហំ 9 មីលីម៉ែត្រចំនួន 2 នៅកន្លែងកើតហេតុនៅក្នុងដំណាក់កាលដំបូងនៃការស៊ើបអង្កេតយុវតី Nahi ត្រូវបានសមត្ថកិច្ចហៅមកសួរនាំនៅក្នុងនាមជាសាក្សីធម្មតាម្នាក់នាងបានបង្ហាញឫកពាស្ងប់ស្ងាត់ឥតខ្ចោះនិងព្យាយាមបង្វែរដានសមត្ថកិច្ចប៉ុន្តែនៅចុងបញ្ចប់នៃការសាកសួរនាងបានធ្វើឲ្យមានការសង្ស័យយ៉ាងធំមួយដោយសារតែភាពឆ្លៀសវៃហួសហេតុពេករបស់នាង Nahi បានលេចធ្លោពាក្យសម្ដីប្រាប់អ្នកស៊ើបអង្កេតថានាងឮថា Fernando ត្រូវគេធ្វើបាបដោយអាវុធនាងនិយាយហាក់ដូចជាដឹងច្បាស់អំពីប្រភេទអាវុធនោះខ្លាំងណាស់ពាក្យសម្ដីនេះបានធ្វើឲ្យប៉ូលីសភ្ញាក់ព្រឺតព្រោះព័ត៌មានលម្អិតពីប្រភេទអាវុធនោះគឺត្រូវបានដឹងត្រឹមតែក្រុមគ្រូពេទ្យកសោវិច័យនិងសមត្ថកិច្ចដែលនៅកន្លែងកើតហេតុផ្ទាល់ប៉ុណ្ណោះតើជនស៊ីវិលធម្មតាម្នាក់ដូចជានាងអាចដឹងរឿងទាំងនេះលឿនជាងប៉ូលីសទៅទៀតដោយរបៀបណាដឹងខ្លួនថាមិនអាចលាក់បាំងតទៅទៀតបាននៅវេលាម៉ោង 10:42 នាទីយប់ថ្ងៃដដែលនោះ Nahi បានត្រឡប់មកប៉ុស្តិ៍ប៉ូលីសវិញជាមួយមេធាវីក្នុងសភាពប្រែប្រួលទឹកមុខទាំងស្រុងនាងបានទម្លាយពាក្យដាច់អហង្ការទៅកាន់អ្នកស៊ើបអង្កេតថាខ្ញុំជាអ្នកធ្វើវាសូមកុំពាក់ព័ន្ធជាមួយឪពុកនិងគ្រួសាររបស់ខ្ញុំអីដើម្បីបង្ហាញថានាងមិនមែនឆ្លើយដើម្បីការពារអ្នកដទៃនាងបានក្រោកឈរនៅចំពោះមុខប៉ូលីសរួចធ្វើការបង្ហាញពីរបៀបប្រើប្រាស់អាវុធខ្លីនោះយ៉ាងស្ទាត់ជំនាញ
ចាត់តាំងពីរបៀបដោះសោសុវត្ថិភាពរបៀបកេះកៃនិងរបៀបបញ្ចូលគ្រាប់នេះមិនមែនជាទង្វើរបស់មនុស្សដែលមិនធ្លាប់ស្គាល់អាវុធនោះឡើយទោះបីជាយ៉ាងណាប៉ូលីសបានឃាត់ខ្លួននាងភ្លាមបន្ទាប់ពីការសារភាពហើយក្រោយពេលដែលនាងត្រូវបានផ្ទេរទៅកាន់បន្ទប់ឃុំឃាំងធម្មតាយុទ្ធសាស្ត្រការពារខ្លួនរបស់ក្រុមមេធាវីបានផ្លាស់ប្ដូរ180ដឺក្រេនៅក្នុងខែមករាឆ្នាំ2018ណាហ៊ីបានផ្ដល់ចម្លើយជាផ្លូវការលើកទី2ដែលផ្ទុយស្រឡះពីការសារភាពដំបូងរបស់នាងលើកនេះនាងបានដោះសារថារឿងរ៉ាវទាំងអស់មិនមែនជាផែនការរៀបចំទុកជាមុនឡើយនាងឆ្លើយដាក់ថាគឺ Fernando ទៅវិញទេដែលជាអ្នកលួចយកអាវុធខ្លីនោះពីផ្ទះរបស់នាងរួចយកមកគំរាមនិងបង្ខំឲ្យនាងឡើងជិះម៉ូតូជាមួយនាងបានរៀបរាប់ថានៅពេលម៉ូតូកំពុងធ្វើដំណើរនៅលើផ្លូវដ៏ងងឹតនោះស្រាប់តែម៉ូតូបានរេចង្កូតដួលយ៉ាងខ្លាំងហើយនៅក្នុងស្ថានភាពដ៏ច្របូកច្របល់និងបាត់បង់ម្ចាស់ការនោះអាវុធខ្លីនោះក៏បានរាយកាយដោយខ្លួនឯងតែម្ដងនាងបានអះអាងថានៅពេលនោះខួរក្បាលរបស់នាងគិតអ្វីមិនចេញឡើយនៅពេលដែលណាហ៊ីបានបង្វែរសាច់រឿងបែបនេះសំណួរដែលត្រូវបានសួរគឺថាតើវាអាចទៅរួចទេដែលអាវុធខ្លីរបស់មន្ត្រីអនុវត្តច្បាប់វាអាចរាយកាយដោយឯងរហូតដល់ទៅ2ដងនៅក្នុងពេលដួលម៉ូតូក្រុមអ្នកជំនាញនិងសមត្ថកិច្ចបានឡើងមកបង្ហាញភស្តុតាងយ៉ាងច្បាស់លាស់នៅក្នុងតុលាការដើម្បីបដិសេធពាក្យដោះសារនេះអ្នកជំនាញបានបញ្ជាក់ថាអាវុធប្រភេទនេះមិនអាចផ្ទុះដោយឯងបានឡើយលុះត្រាណាតែមានម្រាមដៃទៅកេះគន្លឹះដោយចេតនាអ្វីដែលសំខាន់គឺលទ្ធផលពិនិត្យស្នាមរបួសនៅលើរាងកាយរបស់ Fernando បានបង្ហាញការពិតដ៏គួរឲ្យតក់ស្លុតស្នាមទី1គឺត្រូវចំពីក្រោយខ្នងខណៈពេលដែល Fernando កំពុងបើកបរម៉ូតូទី2គឺជាភស្តុតាងចងជើងណាហ៊ីយ៉ាងច្បាស់ក្រឡែតក្រុមគ្រូពេទ្យបានរកឃើញស្នាមរលាកកំទេចធាតុផ្ទុះជាប់នឹងស្បែកទ្រូងខាងមុខរបស់ Fernando អ្នកជំនាញពន្យល់ថាស្នាមរលាកជាប់ស្បែកនេះអាចកើតឡើងលុះត្រាតែមានមនុស្សយកអាវុធខ្លីនោះមកតម្រង់កេះគន្លឹះក្នុងចម្ងាយគៀកបំផុតពីលើខ្លួន Fernando ក្នុងខណៈពេលដែលរូបគេបានដួលទៅលើដីនិងត្រូវបានម៉ូតូសង្កត់ជើងជាប់ទៅហើយភស្តុតាងបច្ចេកទេសទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ដល់តុលាការថានេះមិនមែនជាឧបទ្ទវហេតុដួលម៉ូតូហើយរាយកាយដោយអចេតនានោះឡើយប៉ុន្តែវាជាសកម្មភាពរៀបចំទុកជាមុនយ៉ាងពិតប្រាកដនៅថ្ងៃទី3ខែកក្កដាឆ្នាំ2018សវនាការនៅក្នុងទីក្រុង Gallegaichu ត្រូវបានពោរពេញទៅដោយប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិដែលមកចាំអ៊ុតមើលលទ្ធផលចុងក្រោយនៃរឿងក្តីដ៏រន្ធត់មួយនេះផ្អែកលើភស្តុតាងបច្ចេកទេសនិងសក្ខីកម្មទាំងអស់ក្រុមចៅក្រមបានសម្រេចសេចក្តីជាឯកច្ឆន្ទថាយុវតីឈ្មោះណាហ៊ីពិតជាមានទោសពីបទបញ្ចប់ជីវិតអ្នកដទៃដោយចេតនានិងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាសង់ទីនមិនធ្លាប់មានស្ត្រីវ័យក្មេងខ្លាំងបែបនេះដែលត្រូវទទួលបានទោសទណ្ឌធ្ងន់ធ្ងរដល់កម្រិតនេះឡើយបន្ទាប់ពីការកាត់ទោសរឿងរ៉ាវរបស់នាងមិនបានស្ងប់ស្ងាត់ទៅតាមពេលវេលានោះទេប៉ុន្តែវាបានក្លាយជាប្រធានបទដ៏ក្តៅកគកដែលមហាជនតាមដានឥតឈប់ឈរនៅក្នុងពន្ធនាគារនាងត្រូវបានគេដាក់ឲ្យរស់នៅក្នុងបន្ទប់ដាច់ដោយឡែកមួយដោយគ្មានវិទ្យុឬទូរទស្សន៍ឡើយនៅក្នុងរយៈពេល8ខែដំបូងអ្វីដែលជាមិត្តតែមួយគត់របស់នាងនៅពេលនោះគឺសៀវភៅដែលនាងបានអានអស់ជាង400ក្បាលដើម្បីកំដរភាពឯកាមុនពេលដែលនាងត្រូវបានផ្ទេរទៅកាន់មន្ទីរឃុំឃាំងធម្មតាទោះបីជាដេកនៅក្នុងគុកទៅហើយក្តីក៏យុវតីពោពេញដោយល្បិចកលរូបនេះនៅតែមិនព្រមបញ្ឈប់ការបង្កើតរឿងរ៉ាវឡើយនៅក្នុងឆ្នាំ2021តាមរយៈមេធាវីថ្មីរបស់នាងណាហ៊ីបានបង្កើតការចោទប្រកាន់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតដោយនាងបានទម្លាក់កំហុសទៅលើឪពុកបង្កើតរបស់ខ្លួនឯងនាងបានអះអាងថាឪពុករបស់នាងដែលជាមន្ត្រីអនុវត្តច្បាប់គឺជាអ្នកបង្កហេតុពិតប្រាកដចំពោះ Fernando នៅយប់នោះហើយបានបង្ខំឲ្យនាងទទួលកំហុសជំនួសទោះបីជាយ៉ាងណាតុលាការបានពិនិត្យសំណុំរឿងចាស់និងបដិសេធមិនបើកសំណុំរឿងឡើងវិញតាមការកុហករបស់នាងឡើយរហូតដល់ឆ្នាំ2025នៅក្នុងវ័យ26ឆ្នាំយុវតីណាហ៊ីបានសម្រេចចិត្តដកពាក្យចោទប្រកាន់ទៅលើឪពុករបស់នាងវិញទាំងអស់នាងបានលើកឡើងថានាងចង់ការពារគ្រួសារហើយនាងបានស្វែងរកឃើញភាពស្ងប់ស្ងាត់នៅក្នុងចិត្តតាមរយៈផ្លូវសាសនាព្រមទាំងព្រមទទួលយកទោសកំហុសរបស់ខ្លួននៅក្នុងពន្ធនាគារ
ប៉ុន្តែមហាជននៅតែដាក់ការសង្ស័យថាតើរឿងរ៉ាវចុងក្រោយនេះជាការពិតឬគ្រាន់តែជាការរៀបចំសាច់រឿងថ្មីមួយទៀតរបស់នាងបើគិតមកទល់ពេលនេះប្រសិនបើ Fernando នៅមានជីវិតគេនឹងមានអាយុ29ឆ្នាំទៅហើយសម្រាប់ក្រុមគ្រួសាររបស់ Fernando ទោះបីជាតុលាការបានផ្ដល់យុត្តិធម៌និងកាត់ទោសជនល្មើសក៏ដោយក៏ការបាត់បង់យុវជនដ៏មានអនាគតម្នាក់នេះនៅតែជាស្រមោលអន្ទោលតាមប្រាណនិងជាការឈឺចាប់ដ៏ធំធេងនៅក្នុងផ្ទះដ៏ទទេស្អាតដែលគ្មានអ្វីអាចមកជំនួសសម្លេងរបស់គាត់បានឡើយសោកនាដកម្មដ៏ជូរចត់មួយនេះបានបន្សល់ទុកនៅមេរៀននិងការដាស់តឿនដ៏ធំមួយសម្រាប់ពួកយើងទាំងអស់គ្នាជាពិសេសគឺស្រទាប់យុវវ័យស្នេហាដែលល្អគឺជាស្នេហាដែលផ្ដល់សេរីភាពនិងភាពជឿជាក់ឲ្យគ្នាទៅវិញទៅមកមិនមែនជាការតាមប្រច័ណ្ឌហួសហេតុឬការតាមគ្រប់គ្រងជីវិតឯកជនរបស់ដៃគូស្ទើរតែគ្រប់វិនាទីរហូតក្លាយជាសម្ពាធផ្លូវចិត្តនោះឡើយជាមួយគ្នានេះដែរការគ្រប់គ្រងអារម្មណ៍ខ្លួនឯងគឺជារឿងសំខាន់បំផុតប្រសិនបើយើងមិនដោយឲ្យការខឹងការប្រច័ណ្ឌនិងភាពអាត្មានិយមមកដឹកមករួចធ្វើការសម្រេចចិត្តខុសឆ្គងត្រឹមតែមួយប៉ព្រិចភ្នែកវាអាចនឹងបំផ្លាញទាំងជីវិតអ្នកដទៃនិងបំផ្លាញទាំងអនាគតខ្លួនឯងឲ្យធ្លាក់ចូលទៅក្នុងរណ្ដៅទុក្ខជារៀងរហូតដូចជាករណីរបស់ Nahi និង Fernando នេះឯងជាចុងក្រោយខ្ញុំបាទសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះចាត់តាំងពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនពេញចិត្តកុំភ្លេចចុច like និង Subscribe ដើម្បីទទួលបានសាច់រឿងបន្តទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយ